នេះមិនមែនជា UFO នោះទេប៉ុន្តែវាជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដ៏អាថ៌កំបាំងបំផុតរបស់ពិភពលោកវាមានឈ្មោះថា B2 Spirit ដែលជាកំពូលអាវុធបំបាំងកាយដ៏មានឥទ្ធិពលរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកចាប់តាំងពីវាត្រូវបានបង្ហាញខ្លួនមកវាបានក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃវិស័យយោធានិងបច្ចេកវិទ្យាផ្ទៃអាកាសរូបរាងដ៏ប្លែកនិងសមត្ថភាពដ៏គួរឲ្យភ័យខ្លាចរបស់វាបានធ្វើឲ្យសត្រូវជាច្រើនមិនហ៊ានសូម្បីតែគិតប្រឈមមុខនឹងវាក្នុងវីដេអូថ្ងៃនេះយើងនឹងទៅស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយបក្សីស្លាប់ដែកតម្លៃរាប់ពាន់លានដុល្លារមួយនេះតើមានអ្វីខ្លះដែលធ្វើឲ្យ B2 Spirit ក្លាយជាយន្តហោះដែលគ្មានគូប្រៀបដើម្បីយល់ពីភាពអស្ចារ្យរបស់វាយើងត្រូវដឹងពីប្រភពដើមនៃការបង្កើតវាជាមុនសិនB2 ត្រូវបានបង្កើតឡើងនៅក្នុងសម័យសង្គ្រាមត្រជាក់ដែលជាពេលសហរដ្ឋអាមេរិកនិងសហភាពសូវៀតកំពុងប្រកួតប្រជែងអាវុធយ៉ាងខ្លាំងក្លាគោលបំណងចម្បងនៃការបង្កើតវាគឺដើម្បីជ្រៀតចូលទៅក្នុងប្រព័ន្ធការពាររ៉ាដាដ៏ក្រាស់ឃ្មឹករបស់សូវៀតក្រុមហ៊ុន Northrop Grumman បានទទួលភារកិច្ចដ៏ធ្ងន់ធ្ងរនេះក្នុងការរចនាយន្តហោះដែលរ៉ាដាមិនអាចមើលឃើញចំណុចលេចធ្លោបំផុតរបស់ B2 គឺរចនាបថរូបរាងបែបស្លាបហោះឬ Flying Wing ដែលគ្មានកន្ទុយតតែសោះការរចនាគ្មានកន្ទុយបញ្ឈរនិងគ្មានជ្រុងស្រួចនេះគឺដើម្បីកាត់បន្ថយការឆ្លុះបញ្ចាំងនៃរលករ៉ាដាឲ្យមកនៅកម្រិតទាបបំផុតនៅលើអេក្រង់រ៉ាដារបស់សត្រូវយន្តហោះដ៏ធំមួយនេះបង្ហាញខ្លួនតូចដូចជាសត្វបក្សីមួយក្បាលឬសត្វល្អិតតែប៉ុណ្ណោះក្រៅពីរូបរាងសម្ភារៈដែលយកមកស្រោបក្នុងយន្តហោះនេះក៏ជាការសម្ងាត់កម្ពុជារបស់រដ្ឋាភិបាលអាមេរិកផងដែរវាត្រូវបានស្រោបដោយសារធាតុស្រូបរលករ៉ាដាដែលអាចលេបត្របាក់រលកសញ្ញាវិទ្យុស្ទើរតែទាំងស្រុងសូម្បីតែកម្ដៅដែលភាយចេញពីម៉ាស៊ីនក៏ត្រូវបានរចនាឲ្យលាក់បាំងយ៉ាងជិតដើម្បីគេចពីមីស៊ីលស្វែងរកកម្ដៅនេះមានន័យថាវាអាចហោះចូលទៅក្នុងទឹកដីសត្រូវវាប្រហារហើយហោះចេញមកវិញដោយគ្មាននរណាដឹងខ្លួនប៉ុន្តែការគ្រប់គ្រងយន្តហោះដែលគ្មានកន្ទុយបែបនេះមិនមែនជារឿងងាយស្រួលនោះទេវាត្រូវពឹងផ្អែកទាំងស្រុងលើប្រព័ន្ធកុំព្យូទ័រហោះហើរដ៏វៃឆ្លាតហៅថា Fly by Wire ដើម្បីរក្សាលំនឹងនៅលើអាកាសប្រសិនបើគ្មានប្រព័ន្ធកុំព្យូទ័រជំនួយនេះទេមនុស្សមិនអាចបើកបរយន្តហោះរូបរាងបែបនេះបានឡើយឥឡូវនេះយើងក៏លេចមកមើលពីទំហំនិងកម្លាំងម៉ាស៊ីនដ៏អស្ចារ្យរបស់វាវិញម្ដង B2 Spirit មានប្រវែងស្រាប់សរុបដល់ទៅ52ម៉ែត្រដែលវាមានទំហំធំល្មមនិងគ្របដណ្ដប់លើតារាងបើទាត់បានវាត្រូវបានបំពាក់ដោយម៉ាស៊ីន General Electric ចំនួន4គ្រឿងដែលផ្ដល់កម្លាំងរុញច្រានយ៉ាងមហាសាលទោះបីជាវាមានទម្ងន់ខ្លួនរាប់សិបតោនក៏ដោយក៏វាអាចហោះហើរក្នុងល្បឿនចិត្តល្បឿនសំឡេងប្រហែល 0.95 ម៉ែត្រចំណុចខ្លាំងមួយទៀតគឺសមត្ថភាពក្នុងការហោះហើរក្នុងកម្ពស់ខ្ពស់រហូតដល់ទៅជាង 15000 ម៉ែត្រឯណោះការហោះហើរក្នុងកម្ពស់នេះធ្វើឲ្យវារួចផុតពីការមើលឃើញដោយភ្នែកទទេនិងប្រព័ន្ធការពារដែនអាកាសធន់ស្រាលអ្វីដែលកាន់តែអស្ចារ្យគឺចម្ងាយនៃការហោះហើររបស់វាដែលអាចហោះបានចម្ងាយជាង 11000 គីឡូម៉ែត្រនេះមានន័យថាវាអាចហោះចេញពីមូលដ្ឋានទ័ពនៅអាមេរិកទៅទម្លាក់គ្រាប់បែកនៅទ្វីបផ្សេងរួចហោះត្រឡប់មកវិញដោយជោគជ័យហើយប្រសិនបើមានការចាក់សាំងនៅលើអាកាសវរៈបរោះស្លាប់ដែកនេះអាចហោះហើរបានរហូតដល់ទៅ20ម៉ោងឬច្រើនជាងនេះអ្នកបើកបរយន្តហោះនេះមានគ្នាត្រឹមតែ2នាក់ប៉ុណ្ណោះគឺពីលុតម្នាក់និងមេបញ្ជាការបេសកកម្មម្នាក់ដោយសារតែបេសកកម្មមានរយៈពេលយូរនៅក្នុងការប៊ីនយន្តហោះមានរៀបចំកន្លែងគេងតូចមួយនិងបង្គន់សម្រាប់ពួកគេផងដែរពួកគេត្រូវឆ្លងកាត់ការវឹកហាត់យ៉ាងតឹងរ៉ឹងបំផុតការបញ្ជាអាវុធយុទ្ធសាស្ត្រនេះទាមទារការយកចិត្តទុកដាក់ខ្ពស់ចុះចំពោះសមត្ថភាពដឹកជញ្ជូនអាវុធវិញតើ B2 អាចផ្ទុកគ្រាប់បែកបានកម្រិតណានៅក្នុងពោះរបស់វាមានឃ្លាំងអាវុធដ៏ធំដែលអាចផ្ទុកគ្រាប់បែកបានរហូតដល់ទៅ20តោនឬប្រហែល 40000 ផោនវាអាចដឹកនាំគ្រាប់បែកឆ្លាតវៃ Smart Bomb ដែលនាំផ្លូវដោយប្រព័ន្ធ GPS យ៉ាងជាក់លាក់បំផុតអ្វីដែលគួរឲ្យខ្លាចបំផុតគឺវាអាចផ្ទុកគ្រាប់បែកបរមាណូឬអាវុធនុយក្លេអ៊ែរដែលអាចបំផ្លាញទីក្រុងមួយបានខ្ញុំតាមទិន្នន័យគម្រោងអភិវឌ្ឍ B2 ទាំងមូលមានតម្លៃរហូតដល់ទៅរាប់សិបពាន់លានដុល្លារបើគិតជាមធ្យមយន្តហោះ B2 Spirit មួយគ្រឿងមានតម្លៃរហូតដល់ទៅ 2.2 ពាន់លានដុល្លារអាមេរិកតម្លៃនេះបានធ្វើឲ្យវាក្លាយជាយន្តហោះដែលថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដោយសារតែតម្លៃថ្លៃហួសប្រមាណបែបនេះទើបផែនការដើមដែលចង់ផលិតចំនួន132គ្រឿងត្រូវបង្ខំចិត្តកាត់បន្ថយសហរដ្ឋអាមេរិកសម្រាប់ចិត្តផលិតវាបានត្រឹមតែ21គ្រឿងប៉ុណ្ណោះសម្រាប់ប្រើប្រាស់ក្នុងកងទ័ពអាកាស
ការថែទាំយន្តហោះនេះក៏ជារឿងស្មុគស្មាញនិងចំណាយលុយច្រើនមិនចាញ់តម្លៃទិញនោះដែររាល់ពេលហោះហើររួចវាត្រូវរក្សាទុកនៅក្នុងរោងចតពិសេសដែលមានការគ្រប់គ្រងសីតុណ្ហភាពនិងសំណើមយ៉ាងតឹងរ៉ឹងការធ្វើបែបនេះគឺដើម្បីការពារស្រទាប់ថ្នាំកូដបំបាំងកាយរបស់វាកុំឲ្យមានការខូចខាតពីអាកាសធាតុខាងក្រៅគ្រាន់តែការថែទាំធម្មតាក៏ត្រូវចំណាយពេលរាប់សិបម៉ោងសម្រាប់រាល់ការហោះហើរ1ម៉ោងនៅលើអាកាសនៅក្នុងចំណោម21គ្រឿងនោះមានយន្តហោះមួយគ្រឿងឈ្មោះថា Spirit of Kansas បានជួបគ្រោះថ្នាក់ធ្លាក់កាលពីឆ្នាំ2004គ្រោះថ្នាក់នោះបណ្ដាលមកពីទឹកចូលទៅក្នុង sensor បញ្ជាដែលធ្វើឲ្យកុំព្យូទ័រគណនាខុសពេលហោះឡើងសំណាងល្អដែលអ្នកបើកបរទាំងពីរនាក់បានលោតចេញទាន់ពេលវេលាប៉ុន្តែវាបានខាត់បង់ទឹកប្រាក់ជាង$2000 លានភ្លាមៗដូច្នេះបច្ចុប្បន្នសហរដ្ឋអាមេរិកមានយន្តហោះប្រភេទនេះតែ20គ្រឿងប៉ុណ្ណោះដែលកំពុងប្រតិបត្តិការទោះបីជាមានចំនួនតិចនិងថ្លៃខ្លាំងប៉ុន្តែ B2 Spirit បានបង្ហាញខ្លួនយ៉ាងអស្ចារ្យនៅក្នុងសមរភូមិពិតៗជាច្រើនបេសកកម្មដំបូងបង្អស់របស់វាគឺនៅក្នុងឆ្នាំ1999ក្នុងអំឡុងសង្គ្រាមកូសូវូនៅក្នុងសង្គ្រាមនោះ B2 បានបង្ហាញពិភពលោកឲ្យឃើញពីអានុភាពនៃការវាយប្រហារបំបាំងកាយនិងគ្រាប់បែកឆ្លាតវៃរបស់ខ្លួនវាបានបំផ្លាញគោលដៅយុទ្ធសាស្ត្រសំខាន់ៗជាច្រើនដោយប្រព័ន្ធការពារអាកាសត្រូវមិនអាចធ្វើអ្វីវាបានឡើយបន្តមកទៀតក្រោយព្រឹត្តិការណ៍ថ្ងៃទី11ខែកញ្ញាឆ្នាំ2001 B2 ពុទ្ធបានបញ្ជូនទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវាបានធ្វើកំណត់ត្រាហោះហើរយូរជាងគេក្នុងប្រវត្តិសាស្ត្រដោយហោះហើររហូតដល់ទៅ44ម៉ោងជាប់ៗគ្នាពីរដ្ឋបានហោះចេញពីអាមេរិកទៅទម្លាក់គ្រាប់បែកនៅអាហ្វហ្គានីស្ថានរួចហោះទៅចុះចតចាក់សាំងនៅកោះ Diego Garcia នៅក្នុងឆ្នាំ2003 B2 ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការរំដោះប្រទេសអ៊ីរ៉ាក់ផងដែរវាបានទម្លាក់គ្រាប់បែករាប់រយតោនដើម្បីកំទេចមជ្ឈមណ្ឌលបញ្ជាការរបស់កងទ័ពលោកសាដាមហ៊ូសេនត្រឹមរយៈពេលខ្លីរាល់បេសកកម្មទាំងអស់នេះបានបញ្ជាក់ថា B2 មិនមែនគ្រាន់តែជាយន្តហោះសម្រាប់បង្ហាញម៉ូដនោះទេប៉ុន្តែវាជាអាវុធសង្គ្រាមពិតប្រាកដភាពជោគជ័យរបស់វាបានធ្វើឲ្យបណ្ដាប្រទេសមហាអំណាចផ្សេងទៀតព្យាយាមបង្កើតយន្តហោះបំបាំងកាយរៀងៗខ្លួនប៉ុន្តែរហូតដល់ពេលនេះមិនទាន់មានប្រទេសណាអាចបង្កើតយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយយុទ្ធសាស្ត្រដែលល្បីដោយ B2 នៅឡើយទេវាបានក្លាយជានិមិត្តរូបនៃកងទ័ពអាកាសអាមេរិកអស់រយៈពេលជាង3ទសវត្សរ៍មកហើយនៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នតើអនាគតរបស់ B2 Spirit នឹងទៅជាយ៉ាងណាទោះបីជាវាមានសមត្ថភាពខ្លាំងក្លាយ៉ាងណាក៏ដោយក៏បច្ចេកវិទ្យាមិនអាចនៅត្រឹងមួយកន្លែងនោះដែរប្រព័ន្ធរ៉ាដាថ្មីៗរបស់សត្រូវកាន់តែមានភាពវៃឆ្លាតនិងអាចចាប់សញ្ញាផ្សេងៗបានល្អជាងមុនហេតុនេះហើយទើបសហរដ្ឋអាមេរិកត្រូវធ្វើការអាប់ដេតប្រព័ន្ធកុំព្យូទ័រនិងកម្មវិធី software របស់ B2 ជាបន្តបន្ទាប់ការចំណាយលើការកែច្នៃនិងបន្ថែមបច្ចេកវិទ្យាថ្មីៗនេះក៏មានតម្លៃរាប់លានដុល្លារក្នុងមួយឆ្នាំផងដែរប៉ុន្តែអ្វីៗគ្រប់យ៉ាងតែងតែមានទីបញ្ចប់ហើយយុគសម័យរបស់ B2 ក៏ជិតដល់ពេលត្រូវផ្លាស់ប្ដូរដែរបច្ចុប្បន្ននេះសហរដ្ឋអាមេរិកបានប្រកាសនឹងកំពុងសាកល្បងយន្តហោះទម្លាក់គ្រាប់បែកចំនួនថ្មីមួយទៀតយន្តហោះនោះមានឈ្មោះថា B-21 Raider ដែលមានរូបរាងស្រដៀងនឹង B2 ដែរប៉ុន្តែមានបច្ចេកវិទ្យាខ្ពស់ជាងB-21 នឹងចូលមកជំនួសតំណែងរបស់ B2 Spirit នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទោះជាយ៉ាងណាក៏ដោយ B2 Spirit នៅតែត្រូវបានគេចងចាំថាជាបេដានៃយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយវាជាសមិទ្ធផលដ៏អស្ចារ្យមួយដែលបង្ហាញពីការស្រមៃនិងសមត្ថភាពវិស្វកម្មដ៏កំពូលរបស់មនុស្សជាតិចាប់ពីរូបរាងស្លាបហោះរហូតដល់សមត្ថភាពបំបាំងកាយ B2 Spirit បានផ្លាស់ប្ដូរយុទ្ធសាស្ត្រសង្គ្រាមលើអាកាសជារៀងរហូតវានៅតែជាមោទនភាពនិងជាខែលការពារដ៏រឹងមាំរបស់កងទ័ពអាកាសអាមេរិករហូតដល់ថ្ងៃដែលវាត្រូវចូលនិវត្តន៍សម្រាប់អ្នកដែលស្រឡាញ់វិស័យយោធានិងយន្តហោះចម្បាំង B2 Spirit គឺជាសិល្បៈដិតដាមលើមេឃដ៏ជក់ចិត្តបំផុតភាពអាថ៌កំបាំងនិងភាពអស្ចារ្យរបស់វានឹងនៅតែជាប្រធានបទជជែកវែកញែកយ៉ាងជក់ចិត្តតទៅទៀតសរុបមកវិញ B2 Spirit មិនមែនគ្រាន់តែជាយន្តហោះធម្មតានោះទេប៉ុន្តែវាជាស្ដេចអាកាសចរពិតប្រាកដជាចុងក្រោយតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះកម្ពុជាយន្តហោះបំបាំងកាយ B2 Spirit មួយគ្រឿងនេះតើតម្លៃ $2.2 ពាន់លានពិតជាស័ក្តិសមជាមួយនឹងសមត្ថភាពដ៏មហាសាលរបស់វាដែរឬទេ
ឬមួយក៏អ្នកគិតថាយន្តហោះចំនួនថ្មី B21 Raider នឹងធ្វើបានល្អជាងនេះសូមបញ្ចេញមតិនៅខាងក្រោមកុំភ្លេចចុច Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់សប្តាហ៍ពី Channel របស់ខ្ញុំជួបគ្នានៅវីដេអូក្រោយជាមួយនឹងប្រធានបទកាន់តែប្លែកនិងជក់ចិត្តជាងនេះទៀតអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់